ព្រះចៅក្រុងឥន្ទ្របុរីទ្រង់ស្ដេចយាងមកដល់ហើយព្រះចៅក្រុងឥន្ទ្របុរីទ្រង់ស្ដេចយាងមកដល់ហើយយាងមកដល់ហើយគុំយើងយំសូមក្រាបថ្វាយបង្គំប្រកាសរណាជាម្ចាស់និងម្ចាស់សត្រីក្រាបទូលប្រសាហើយអស់លោកចូលអស់លោករកឡើងរកទីកន្លែងរៀងខ្លួនចុះណាប្រកាសរណាថ្លៃវិសេសត្រង់ព្រះនាមអន្តររាជាព្រះចៅក្រុងឥន្ទ្របុរីអន្តររាជាងាងារចាំងខ្ពស់ត្រាងក្រុងរាជសីមាងារដែនបរិយាអន្តររាជាងារចាំងខ្ពស់ត្រាក្រុងរាជសីមាងារដែនបរិយាងយាតប្រថាប់ណានីរងជ័យជួបពុកមន្ត្រីលៃកិច្ចការងារមើលអស់លោកទាំងអស់គ្នាប្រកាសរណាថ្លៃវិសេសដូចជាអស់លោកបានឃើញស្រាប់ហើយព្រះនគររបស់យើងកើតមានអភូតហេតុថ្លៃចម្លែកណាស់គឺថាប្រះភិរុនចេះតែបង្អស់រិនតែបកោបន្តគ្មានស្រះស្រានវាយកបបកកញ្ចក់ជើទូចធំរលើងពើងបាក់ខ្លះកតិកទីសំបីតែព្រះបរមរាជវាំងនិងស្វេតឆារបស់យើងក៏ត្រូវរលំបាក់បែកកតិកទីដែរអភូតហេតុនេះមិនដឹងតែជាប្រភ្នូលអ្វីទេយើងមានក្តីបារម្ភណាស់អស់លោកទាំងអស់គ្នាមើលលោកអុកញ៉ាដួងធរៈប្រកាសរណាថ្លៃវិសេសតើលោកយល់ឃើញយ៉ាងណាដែរក្នុងរឿងនេះសូមព្រះអង្គប្រារិទានទោសទូលបង្គំមិនដឹងដែរទេក្រាបទូលមើលលោកអុកញ៉ាវាវៃប្រកាសរណាថ្លៃវិសេសតើលោកមានវិធីណាទេទូលព្រះបង្គំ
មិនដឹងថារកវិធីណាដែរទេព្រះអង្គព្រោះព្រះនគរយើងពីដើមដល់ឥឡូវមិនដែលមានអភូតហេតុយ៉ាងនេះទេព្រះអង្គ តែបាញ់ចឹងយើងរកវិធីណាទប់ស្កាត់ក្រុមហន្តរាយនេះបានទៅលោកដុំពីរ៉ា ប្រកាសរណាថ្លៃពិសេសតាមទួលបង្គំមានតែផ្លូវមួយយ៉ាងទេ តាផ្លូវណាទៅលោកដុំពីរ៉ា គឺទៅអញ្ជើញលោកតាហោរាមកតទាណាព្រះអង្គពុតប្រកាសហើយព្រះអង្គ ព្រះស្វាមី ពិតប្រកបមែនហើយមើលសិនណាប្រកាសណាថ្លៃពិសេសតើអញ្ជើញលោកតាពិជ័យហោរាមកកាន់ទីនេះជាបន្តណា សូមទទួលព្រះរាជាក្រាបទូល ព្រះស្វាមីបុត្រីសូមក្រោះថ្វាយបង្គំព្រះមេត្តាព្រះបិតាក្រាបទូលប្រសាហើយបុត្រីក្រាបឡើងទៅណា ព្រះពរព្រះមេត្តាព្រះបិតាព្រះមេត្តាបុត្រីយីព្រះមេត្តាព្រះបិតាចុះថ្ងៃនេះរាជវាំងមានកិច្ចការអ្វីដែរបានជាមានគ្រប់មុខដែលមិនមន្ត្រីយ៉ាងនេះព្រះបិតា គ្មានរឿងអីទេបុត្រីមើលបុត្រីចុះបុត្រីយាងចូលរាជដំណាក់សិនចុះណាហើយកុំចេញទៅណាមកណាឲ្យសោះលើទេ ព្រះពរព្រះបិតា ក្រាបទូលព្រះអង្គលោកតាហោរាបានចេញមកដល់ហើយក្រាបទូល អយគាត់អញ្ជើញចូលមកណា សូមទទួលព្រះរាជាក្រាបទូល សូមក្រាបថ្វាយបង្គំបកករណាជាម្ចាស់ជីវិតតម្កល់លើកត្បូងក្រាបទូល ល្អហើយលោកតាចូលលោកតាក្រោកឡើងទៅ កណ្ដាថ្លៃផ្សេះ មើលលោកតា ក្រាបទូលព្រះអង្គ ចូលលោកតាបើកក្បួនយកក្តារឈ្នួនបូកលេខកតាក់មើលចុះហេតុអ្វីបានជាព្រះនគររបស់យើងកើតមានអភូតហេតុផ្លែចម្លែកយ៉ាងនេះ ក្រាបទូលព្រះអង្គទុកឲ្យទូលបង្គំបើកជើងលេខមើលសិនមើលក្រាបទូល សុខក្នុងរណ្ដៅសៅក្នុងរណ្ដូងចានខ្លាគៀខ្លែងពុតមិនដាក់អេប្រហើមានគ្នាកាច់ជើងកុកសម្រុកជើងអកចកែចចកដកភ្លុកដំរីសបើតាមអាជើងលេខឆ្លើយដូចជាមិនសូវល្អទេតែក្រាបទូលព្រះអង្គអើយជើងលេខថ្លៃដូចជាមិនបានល្អទេទូលបង្គំស្ទើរតែមិនហ៊ាននិយាយចេញទេក្រាបទូលព្រះអង្គអើយ មិនថ្មីទេលោកតាចូលលោកតានិយាយមកចុះណា ក្រាបទូលព្រះអង្គណាប្រអីដែលនៅក្នុងព្រះនគររបស់យើងមានណាក្មេង3នាក់រួមបតីតែមួយហើយវាមានទាំងក្រយ៉ៅបាត់ដៃទៀតផងក្រាបទូលឆ្នាំនេះបានអាយុ15ឆ្នាំហើយក្រាបទូល ចុះជើងលេខឆ្លៃអស់ហើយឬនៅលោកតា មិនតន់អស់នៅឡើយទេក្រាបទូលពេលអាក្មេងទាំង3នេះវាធំឡើងពេញក្តីអាយុ20ឆ្នាំគឺវាបានឡើងសោយរាជសម្បត្តិនៅនគរអន្តរបុរីហើយក្រាបទូល ព្រះស្វាមី មិនបានឆ្លៃខាត់មើលលោកតាចូលពួកអាក្មេងនោះវារស់នៅឯណាលោកតា ប្រការណាថ្លៃពិសេសអាក្មេងទាំង3សពថ្ងៃនេះវារស់នៅទិសនិរដីនៃព្រះនគរក្រាបទូលព្រះអង្គអើយប្រអីណាក្មេងទាំង3នេះឥឡូវវាងាប់អស់មួយហើយ
នៅសល់តែ2អ្នកបងប្អូនប៉ុណ្ណោះទេក្រាបទូល មើលស្នាក់កាត់ណាទៅលេខសេះនាំគ្នាចុះទៅចុងប្រាំនគររុករកពួកកនអាក្មេងដែលមានអាយុ15ឆ្នាំហើយមានក្រយៅបាត់ដៃនោះសម្លាប់ចូលអត់ទៅសូមទូបញ្ជាក្រាបទូលអស់លោករំសាយគ្នាទៅ សូមទូលប្រកាសបញ្ជាក្រាបទូលពួកយើងរំសាយទៅ ម៉ែវាអើយ ចាពុកវី ម៉ែវា ចាពុកវី ម៉ែវា ពុកវីតើមានរឿងអីទៅពុកវី មានរឿងធំកើតឡើងហើយ តើមានរឿងអីទៅ ខ្ញុំនៅឯចំការបានឮឃើញពួកមន្ត្រីវាំងគេដើររុករកក្មេងណាដែលមានកាយាបាត់ដៃគឺគេសម្លាប់ចោលដូចជាកូនរបស់យើងនេះ តែយើងគិតយ៉ាងណាទៅពុក ទៅរៀបចំឲ្យកូនដើម្បីចូលទៅព្រៃជ្រៅទៅជ្រកបំពួននៅក្នុងព្រៃជ្រៅ ចាពុកវីខ្ញុំ បញ្ញាប់ទៅ ពុកវី ញ៉ាំ ចាំទៅហើយ ទៅមុខទៀតណាឯងឈប់តិចគេស្លែកទៀតឡោទៅទៅទៅ ញ៉ាំទៅ សេចក្តីប្រកាសមានលោកតាណាមានកូនមានប្រយោជន៍បាត់ដៃទេបើមានប្រញាប់យកចេញក្រៅផ្ទះភ្លាមបើមិនយកចេញទេប្រយ័ត្នវានៅក្នុងផ្ទះហ្នឹងហើយអូនេះផ្ទះមានផ្ទះអាគេទៅមើលអេចាប់ផ្ទះមានណាផ្ទះទេចេញមកចាំផ្ទះចេញកុំជ្រក ចាមានខ្ញុំសូមជម្រាបសួរអស់លោក ណាមីង ចា មីងឯងមានកូនកញ្ចៅបាត់ដៃបាត់ជើងអីទៅមីង ខ្ញុំគ្មានទេលោកអើ តាកិច្ចចានេះមានទេ អត់មានទេគូខ្ញុំអត់មានទេ តើយាយកិច្ចចានេះមានទេ ចាខ្ញុំអត់មានទេលោក យើងប្រាប់ឲ្យហើយកុំនិយាយឲ្យខុសស្ដាប់អត់ទេ បាទហើយកុំលាក់តែលាក់ពួកខ្ញុំរត់ឃើញណា ទេលោក រាប់ ពុកវី តាកិច្ចចាយាយកិច្ចចារៀនខុសយើងផងចុះនេះជាស្អី នេះសម្លៀកបំពាក់ដាច់រយាយយើងខ្ញុំនៅចង្ក្រានបាយនោះទេមិនជាអាវខោកូនរបស់យើងទេ តាកិច្ចចាយាយកិច្ចចានេះរៀនកុហកយើង អាយ៉ាយាយតាព្រីនេះចាំជាថ្លើមធំមែនហ៊ានកុហកលោកម្ចាស់ខ្ញុំផងលោកចា ពុកវី ចាទៅសម្រាប់ទុកទីនេះខ្ញុំជាអ្នកចាត់ការ ណែឯងតត់វា4 10ជើងបានហើយកុំឲ្យវាធ្លាប់មាត់និយាយខុសអញស្ដាប់អត់ទេ បាទលោកចាជួយទៅសម្រាប់អាយអូយក្មេងឲ្យទៅតតចាបាក់ងាប់ឯងទ្រាំទៅតតទៅទទួលជាគេតតបានទេឯងលោកអូយកបោបាបលោកអូយលោកតាប្រុសណាស់អាយអូយដាក់ យើ អូចាប់ដល់ យើងឲ្យតត់មិនតត់មិនដល់អញ្ចឹង លោកចាជាស្ដាយខោតាំងពេកលើកជើងមិនរួចអាទៅតត ជាមិនបាត់ការមែន លោកម្ចាស់អោគាត់លាក់ច្រឡំខុសកូនវា យើស្អីដែរឯង តែវាលើកជើងតតទៅហ្នឹងហើយលោកម្ចាស់ទុកឲ្យខ្ញុំបដោឲ្យអស់ដៃម្ដងលោកម្ចាស់ ឯងចូលចាត់ការចោះយើងទៅរុករកខាងមុខទៀតណា លោកចាទៅសម្រាប់ឆ្ងាយលោកចាយ៉ាត់បើទៀតឈាមលើចាទៅលោកតាវាជាស្អីអូតឡប់បានលោកចាតើមានរឿងអីប្រែក ដាក់ពី3ជើងត្រឡប់បាត់ លោកម្ចាស់តាយាយសម្លាប់ហើយ សម្លាប់ហើយ ហ្នឹងហើយ ល្អពួកឯងចាំទៅដល់វាំងយើងដំឡើងស័កឲ្យណា អូអរគុណលោកចា អរគុណលោកចាធ្វើលេងបានឡើងសាក់ លេងឲ្យស្រួលលោកតាយើលេងទៅ បើវា ពុកវី បញ្ញាប់ទៅនាំកូនភ្លាមទៅ ឲ្យពុកវីចាពុកវីខ្ញុំទៅឲ្យពុកវីសរិយាសរិយងកូនប្រញាប់ទៅកូនប្រញាប់ទៅកូនសរិយាសរិយងកូនខ្ញុំពុកវីខ្ញុំបានរៀបចំកូនរួចស្រេច កូនទាំងពីរ បាទ នៅទីនេះគ្រោះថ្នាក់ណាស់
កូនទាំងពីរត្រូវតែធ្វើដំណើរចូលទៅព្រៃជ្រៅបង្កប់លាក់ខ្លួននៅទៅទីនោះមួយរយៈសិនទើបបានសេចក្តីសុខណាកូន នឹងហើយក លោកឪពុកកូនមិនចង់ឃ្លាតឆ្ងាយពីលោកឪពុកអ្នកម្ដាយទេ យ៉ាងម៉េច មិនបានទេកូននៅទីនេះមិនបានសេចក្តីសុខទេពួកមន្ត្រីវាំងគេកំពុងដើររកគ្មានណាដែលមានកាយាប័ត្រឯដូចជាកូនជីគេសម្លាប់ចោលណាកូន ត្រូវហើយក ូនត្រូវតែធ្វើដំណើរចាស់ចេញពីផ្ទះក្នុងពេលនេះតែម្ដងណាកូនណា ត្រូវហើយកូនបងអូកូនសំឡាញ់អ្នកម្ដាយអើយម្ដាយមិនចង់ឲ្យកូនទាំងពីរឃ្លាតឆ្ងាយពីទ្រូងម្ដាយទេតែធ្វើម្ដេចទៅបើប្រំលាតខាត់បង្កំណាត់ឲ្យម្ដាយកូនយើងត្រូវបែកគ្នាហើយណាកូនកូនសំឡាញ់អ្នកម្ដាយ អ្នកម្ដាយ កូនសំឡាញ់ស្មើជីវិតម្ដាយ តែពុកសូមផ្ដាំគុណទាំងពីរថាចូលទៅព្រៃជ្រៅនេះប្រកបដោយគ្រោះថ្នាក់ជាទីបំផុតកូនទាំងពីរទោះបីយ៉ាងណាក៏ដោយកុំរត់ចូលគ្នាឲ្យសោះណាកូន ត្រូវហើយកូនបាទលោកឪពុកនិងអ្នកម្ដាយ បាទលោកឪពុកកូននឹងចងចាំមិនដាំដល់លោកឪពុកផ្ដាំជានិច្ចកូនមិនអាចបំភ្លេចបានឡើយតែលោកឪពុកអើយកូនទៅនេះមិនដឹងថាថ្ងៃណាបានជួបលោកឪពុកអ្នកម្ដាយនឹងទេ កូនទាំងពីរ ពុកគេម៉ែអើយកូនគ្រៀតទេមួយគ្រាកូននេះសូមលីទៅឆ្ងាយមួយបានសេចក្តីសុខណាកូន សូមអើយអ្នកផ្លៃនៅឲ្យបានសុខពីនឹងទៅមុខងាកុំបីប្រទាំងងាសូមបុណ្យដែលជាងជ្រងយើងប្រណីគាត់ទុកគាត់ភ័យអ្វីអ្វីthêmអងងា ខ្ញុំសូមបួងសួងដល់អស់នេះទេវតាជួយថែរក្សាជីវិតនេះកូនផងយ៉ា ក្តី
វាសនាមានយើងជួបមេគ្នាវិញយ៉ាលោកឪពុក បាត់ទុំតោម្ដេចណាកូនទេសំឡាញ់យ៉ាពុកសូមបួងសួងដល់សកាទេវរាជស្ដេចទេវតាជួយថែរក្សាកូនរបស់ខ្ញុំតាំងពីបានសេចក្តីសុខសេចក្តីចម្រើនផងកូនជួយទៅព្រៃជ្រៅនេះគ្រោះថ្នាក់ណាស់កូនត្រូវតែប្រុងប្រយ័ត្នហើយទោះបីជាមានគ្រោះថ្នាក់ឧបសគ្គយ៉ាងណាក៏ដោយកូនតាំងពីមិនកម្រិតចូលគ្នាឲ្យសោះណាកូន លោកឪពុកកូនចាំផងណាកូនបាទអ្នកម្ដងលោកឪពុកអ្នកម្ដងកូនសូមក្រាបចំពោះចង់ឲ្យកូនឃ្លាតឆ្ងាយពីយើងទេពុកលាលោកឪពុកអ្នកម្ដាយសិនហើយ តែធ្វើមិនដេចទៅម៉ែវាធ្វើដំណើរទូចចាស់កូន លោកឪពុកអ្នកម្ដាយកូនលាសិនហើយកូនសម្លឹងអ្នកម្ដាយលោកឪពុក ទៅចាស់កូន ចាំកូនទាំងពីរ កូនធ្វើដំណើរទៅបានតែក្តីសុខណាកូន សាគ្នាផងណាកូនលោកឪពុកអ្នកម្ដាយលោកឪពុកកូនលាសិនហើយកូនលាសិនទៅកូន ម៉ែវាតាំងស្មារតីឡើងតាំងស្មារតីឡើង បងសុរិយងនៅទីកន្លែងនេះដែលក៏ស្ងប់ស្ងាត់ម្ល៉េះអូនខ្លាចណាស់បង មានបងនៅទីនេះហើយបងអូនកុំខ្លាចអីណាបងការពារបងអូន អូបងសុរិយង យ៉ា អូ ង ន ម៉េច ហៅហត់អស់កម្លាំងណាស់រកកន្លែងសម្រាប់បន្តិចទៅបង នេះមានដុំថ្មនេះអូនសម្រាប់បន្តិចទៅចាំពេលមានកម្លាំងយើងនឹងធ្វើដំណើរទៅមុខទៀតសម្រាប់តែបងអូន សូរិយាអូនណាយអូនគេងតែរូបបងនឹកនៅក្បែរបងអូននាងទេសូរិយាអូនណាយអូនគេងអូនគេងអលុកកំផឹកភ័យកូនដាទ្រូងព្រៃបងនៅកាវីអូនគេងអលុកកំផឹកភ័យកូនដាទ្រូងព្រៃបងនៅកាវី សូរិយាប្អូនខ្ញុំគេងលួងលោកហើយទៅតាសូរិយាប្អូនសូរិយា បងសុរិយង ជៀកឡើងយើងធ្វើដំណើរទៅមុខទៀតនៅទីនេះមិនបានទេប្អូនទៅយើងប្រញាប់ទៅ អបសុនអកមេតាពីឯទៅឬទៅនេះជាទ្រូក្រត់ណាស់មានផ្លូវបែកជាពីរផ្លូវមួយទៅបាត់តែម្នាក់ទេបើឯងបាត់ធ្វើតាមចូលមកលោកឪពុកអ្នកម្ដាយតើឲ្យកូនធ្វើមិនដេចទៅលោកឪពុកអ្នកម្ដាយអើយ បងសុរិយង ពាក្យពេចន៍ដែលលោកឪពុកបានផ្ដាំកូនកូនមិនភ្លេចឡើយកូននឹងចងចាំទុកក្នុងក្រអៅបេះដូងជានិច្ចតែពេលនេះកូនត្រូវបែកគ្រាហើយលោកឪពុក អូនមិនចង់បែក សូរិយាអូនណាយនាងហើយកំពីវេទនី
កំព្រីកន្លង បងសរយង សូរិយាបង ចាំបាច់ទីម៉ែ រុកមេតាអើយភ្នំជ្រងច្រឡងសូមជួយនាំផងអើយផុតក្តីទុក្ខ សរយងបងអើយបងមិនហើយណាស់កាជួប្រទាំងតែរឿងក្តីទុក្ខ សូរិយាបង កម្មអីពីអី100ជុំរុកជួបបានក្តីទុក្ខថ្ងៃបងប្អូនញ៉ាបងសុរិយ សូ អូ រិ ន យា មិនចង់បែកពីបងទេ បងក៏អញ្ចឹងដែរតែទោះមិនដេចទៅបើប្រេងវាសនាយើងបានជួបគ្នាតែត្រឹមនេះ បងសុរិយ សូរិយាតែណាស់ហើយអូនធ្វើដំណើរទៅឲ្យបានសេចក្តីសុខទៅ បង អូន សុរិយបងនៅឲ្យបានសេចក្តីសុខចុះ បងមិនធ្វើទេ នេះបងហើយ ទៅអូន បងសុរិយ សូរិយាបងទៅ បងសុរិយ សូរិយាបងអូនទៅផ្លូវនោះមិនបានទេតែណាស់ហើយអូនទៅផ្លូវនេះចុះទៅអូន បងសុរិយបងលាបងហើយ សូរិយាបង បងសុរិយនៅឲ្យបានសេចក្តីសុខចុះបង សូរិយាសូរិយាបងមើលថែខ្លួនផងសូរិយា ណែបងចុះឯងទៅណាមកណាបានមកដល់ទីកន្លែងនេះដែរហ៎ តែលោកជានរណា កំភៃខ្លាចអីយើងជាមនុស្សល្អទេយើងឈ្មោះកំហែងភ្នំណាយើងជាមនុស្សល្អទេតែណាហើយយើងទៅរកកន្លែងអង្គុយអង្គុយចុះទៅបងមើលទៅបងដូចជាហេវហត់ណាស់ហើយនេះជាផ្លែឈើបងឯងយកញ៉ាំទៅយកញ៉ាំទៅ បាទខ្ញុំអរគុណលោក ចុះបងឯងឈ្មោះអ្វីដែរទៅ បាទខ្ញុំឈ្មោះសូរិយង ឈ្មោះសូរិយង បាទ ឈ្មោះនេះពីរុនណាស់តែណាហើយយើងសត្វតែអ្នកដើរផ្សងព្រេងដូចគ្នាទេយើងរាប់អានគ្នាជាបងប្អូនទៅណា បាទស្រេចតែលើលោកចុះ ឈប់ហៅលោកទៀតទៅហៅថាបងបានហើយណែបងអូនដឹងទេព្រៃនេះមានអាចកំបាំងច្រើនណាស់បើមិនចេះដើរឆ្លងកាត់ទេនោះខ្លាវាចេញមកស៊ីភ្លាមហើយថែមទាំងមានអណ្ដូងពីរស័ក្តិសិទ្ធិទៀតផងណាបងអូន ចុះយើងដើរកាត់យ៉ាងម៉េចដែរ គឺថាថ្ងៃស្មើនឹងយើងដើរកាត់មិនអីទេព្រោះពេលនេះពួកព្រាយប្រែតសត្វសាហាវទាំងនោះវាឡើងកំពូលភ្នំអស់ហើយ ព្រោះយើងដើរចុះយ៉ាងម៉េចទៅលោក អណ្ដូងនោះគឺមួយអណ្ដូងមាសអាចមួយទៀតគឺអណ្ដូងប្រាក់បើអ្នកណាចង់ខ្លាយខ្លួនជាចៅដៃស្បៃស្ពាន់គេអោយចាស់ទៅក្នុងអណ្ដូងមាសហើយដងទឹកពីអណ្ដូងប្រាក់ស្រោចពីលើអ្នកនោះខ្លាយជាចៅដៃស្បៃស្ពាន់ណាបង ព្រោះច្រើនដងនោះនៅដល់ណាទៅ នោះណោយើងទៅបន្តតែម្ដងណាបង ឥឡូវបងចោះមុនហើយដល់បងឯងវិញអូនកំភ្លេចដងទឹកពីអណ្ដូងប្រាក់ស្រោចពីលើឲ្យបងណា បាទបើអញ្ចឹងបងចុះទៅចាំបងអូនដងទឹកស្រោចអស់ បង ណា ចោះហើយ អូនសូរិយងដងទឹកពីអណ្ដូងប្រាក់ស្រោចពីលើបងមក បាទចាំបងអូនស្រោចអស់ណាបង
យរឿងមុំវាបងមកមើល បើអញ្ចឹងបងចាំប្រុងប្រយ័ត្នខ្លួនបន្តិចណា បងសូរយងវាមកបង ប្រុងប្រយ័ត្នណាប វា ង ទៅវាទៅបងយើងខ្លាចខ្លួនជាយ៉ាងដៃស្បៃស្ពាន់ហើយខ្លាចខ្លួនជាយ៉ាងដៃស្បៃស្ពាន់ហើយបងសូរយងដល់បងម្ដងវិញបងចាស់ទៅ បើអញ្ចឹងដល់វេនបងម្ដងណា បងចាស់ទៅ បងកំហៃភ្នំបងទឹកស្រេចពីលើបងមកដេកក៏បងមិនស្រេច រងក្រពើមួយมันអាចមានក្រពើសាហាវពីរជាដាច់ខាត់រីឯព្រៃមួយក៏គ្មានខ្លាកំណាច់បានដែរនេះយើងត្រូវតែសម្លាប់វាស្លាប់ទៅ ពុទ្ធោ ស្លាប់ទៅ បងកំហៃភ្នំដល់បងធ្វើអីយ៉ាងនេះបងកំហៃ យើ ភ្ ង នំ ជាអតិថិក្នុងលោកនេះ ពុទ្ធោ មាននរណាលើពីយើងបានទេគ្មាននរណាលើពីយើងបាន គេក្ប ទេ ត់ខ្ញុំហើយពុទ្ធោមិត្តមិនគួរទ្រោះមិត្តយ៉ាងនេះទេទេវតាលោកអើយតើមាននរណានៅក្បែរនេះទេមេត្តាជួយខ្ញុំផងខ្ញុំត្រូវកំហែងភ្នំគេក្បត់គេសន្ទប់ខ្ញុំក្នុងអណ្ដូងនេះហើយទុកអើយទុកធំណែអើយខ្ញុំមេខ្លោចសាងអើយទ្រង់មិត្តណែរឿងស្យ៉ាងអើយប្រហាងអើយខ្ញុំហើយអើយតើមាននរណានៅទីនេះទេលោកអើយទុកអើយទុកធំណែអើយខ្ញុំមេខ្លោចសាងអើយទ្រង់មិត្តណែរឿងស្យ៉ាងអើយប្រហាខ្ញុំហើយសន្ធប់មេក្នុងរូងអើយពេលគេដល់ត្រើយដើរទៅប្រកើយអើយខ្ញុំមេមរណាងតើមាននរណានៅទីនេះទេកុំឯងក្នុងគេក្បត់ខ្ញុំ អបប្រញ្ញា គេ បន្ ស តិច ត ទៅ ប លោក ខ្ញុំ តា នៅក្នុងរូងនេះហើយ គិតណា មាននរណាទេមេត្តាជួយខ្ញុំផងលោកអើយ ត្រជាក់ដៃត្រជាក់ជើងយ៉ាងមិនទេលោកតាអូលោកតាដូចជាមិនស្រួលខ្លួនយ៉ាងមិនទេលោកតាអូលោកតាបងដល់នេះដូចជាស្ងាត់ជ្រងងំយ៉ាងមិនទេលោកតាអូលោកតាធ្វើដំណើរទៅមុនកណាយលោកតាអើយលោកតាលោកតាក៏ទៅចូលកណាលោកតាអើលោកតាអូដូចជាស្ងាត់យ៉ាងមិនអូដូចជាស្រាវមិនទេលោកតាអើលោកតាអើយ តើមាននរណានៅក្បែរទីនេះទេ លោកតាក្បត់លោកតាលោក មេត្តាជួយខ្ញុំផងខ្ញុំត្រូវគេក្បត់គេសន្ធប់ខ្ញុំនៅក្នុងរដូវអើយ លោកតាក្បូចឡងលោក មេត្តាអាណិតជួយដល់ខ្ញុំផងលោកអើយក ណាលោកតា តាលឺសូរដូចជាសំឡេងមនុស្សណែស្រែកធ្ងោឯណាចៅ លោកតាក៏មានលឺស្អីទៅលឺទៅងូលោកតាអត់ណែលោកតាលោកតាធ្វើដំណើរទៅមុនកណាយ
tôi ơi cái đá nó cào phía lục tả khang cõi lục tả mấy cái mình tư mình nói lục tả phụ kẻ nó cây cái lục tả đỏ liền lục មេត្តាអាណិតជួយសង្គ្រោះខ្ញុំ mình ផ mua ង men cháu nè mình chân nè phải nháp chui ô mẹ lục tả lục tả cũng tôi nãy cho cái đá lục tả ta mình tư ra trốn đây ơi phải nháp được cháu lục tả cũng cho cái đá lục tả nó cho mình xua dăng mấy cái lục tả cho nà nó cái nòng là ám của nó hả lục tả សំលេងណាជួយខ្ញុំផងជួយខ្ញុំផងខ្ញុំត្រូវគេសន្ទប់នៅក្នុងអណ្ដូងនេះ ជាមនុស្សមែនមកមើលបញ្ញាទៅជួយសង ទុកណារវល់ជ្រៃដើម្បី មើល ទាញអូនឡើយអូណែលោកតាចាំមួយផ្លែលោកតាអូ ក្លៀមទៅចៅ អាយ៉ាក្រន់តអូជ្រៃអេអវនេះប្រកែលោកតា ទឹកគួរ អូលោកតាចាំមួយផ្លែលោកកណាប្រកែជប្រហែលជទាញអាប់អូនឡើងពុថាទេលោកតា បញ្ញាទៅជួយសងគ្រោះ អូដល់អាប់អូនណា បាទបងប្រុសជួយខ្ញុំផង ជ្រៃនឹងចោលឲ្យអាប់អូនឯងតចប់បងទាញឡើងតែម្ដងឡាបងអូន បាទបងប្រុសខ្ញុំទាញបានហើយបងប្រុសខ្ញុំចាប់ឡនេះហើយបងប្រុសជួយទាញខ្ញុំឡើង មើលកណាលោកតាមួយពីរអាយ៉ាអាយូ ណែហួចទៅវិញបិចអាប៉ិនតែមិនកើតដែរ លោកតាដោយអាវជ្រៃនេះវាដាច់ទៅលោកតាអូកណាប្រកែ អេនេះបានតែមាត់ សុំបីតាចាំទាញមិនឡើងរត់ទៅលោកតាលោកតាចាស់ឲ្យលោកតាទាញមិនឡើងទេ អូយលឺតាទេអើសំលេងតា លោកតាចៅលឺហើយលោកតាជួយដល់ចៅផងជួយចៅផងលោកតា តមកទៅលោកតាទាញមិនឡើងទេ ឃើញច្រត់តាទៀតណែលោកតាតាទៀតបញ្ញាបញ្ញា តាទាញមិនឡើងទេលោកតា ចៅឃើញហើយលោកតា មែនឡើងចៅខំចាប់ហើយលោកតាទុកណាជួយអូលោកតាទុកណាជួយជួយលោកតាទុកណាជួយអាប់អូនលោកតាលោកតាចៅសូមក្រាបថ្វាយបង្គំលោកតា ឃើញដូចជាអស់កម្លាំងហេវអត់ណាទៅហើយមើលអាខាំង cái nàoលោកតា មើលបញ្ញាប់យកចូលទៅអាស្រម ណែណាអូនណាតអាស្រមជាមួយនឹងបងលោកតា បញ្ញាប់លឹកតា ចៅសូមថ្លែងអំណរព្រះគុណលោកតា អរគុណណាស់ទាំងផងទៅគុំអរគុណលោកតាច្រើនពេកអូណែលោកតាជួយកណាលោកតាអូអាបងអូនមិនទាំងហ្នឹងទេអូជួយលោកតាអូជួយបងលោកតា អរិយការ5ឆ្នាំកន្លងទៅហើយដែលខ្ញុំបានមករស់នៅជាមួយនឹងលោកតាប្រមនីអេសីមិនត្រឹមតែប៉ុណ្ណោះព្រះអង្គបានបង្ហាត់បង្រៀនឲ្យខ្ញុំរៀនចេះចប់នៅវិជ្ជាគុណទាំងឡាយទៀតផងខ្ញុំសប្បាយក្នុងចិត្តខ្លាំងណាស់5ឆ្នាំកន្លងអើយរៀនវិជ្ជាការនឹងអីស្អីតាចេះចប់អង្គហើយ5ឆ្នាំកន្លងរៀនវិជ្ជាការនឹងអីស្អីតាចេះចប់អង្គហើយខ្ញុំសែនសប្បាយមានអ្វីព្រៀបឡើយវិជ្ជានេះហើយជាខ្នើយជីវិតណែខ្ញុំបានរៀនចេះចប់នៅវិជ្ជាគុណទាំងឡាយខ្ញុំសប្បាយណាស់អំបញ្ញមិញនេះខ្ញុំបានឃើញបង្ខាំងក៏ធ្វើដំណើរមកទីនេះឥឡូវមិនដឹងថាគាត់ធ្វើដំណើរទៅណាហេតុអីបានជាមិនឃើញគាត់អញ្ចឹងឬមួយក៏គាត់ធ្វើដំណើរទៅកន្លែងលោកតាប្រមនីអីស្អីហើយទៅប្រហែលជាអញ្ចឹងហើយប្រហែលជាគាត់ធ្វើដំណើរទៅកន្លែងលោកតាប្រមនីអីស្អីហើយ
បងកៀងបានជឹងខ្ញុំធ្វើដំណើរចូលទៅកន្លែងលោកតាព្រះមនីឥសីដើម្បីស្វែងរកបងកៀងហើយ បងកៀងបញ្ញាប់ឡើង ទៀតហើយ បញ្ញាប់ឡើងបញ្ញាប់ឡើងតើបងហេតុអីក៏ដល់យើងខ្លាំងម្ល៉េះបងកៀងថ្ងៃនេះលោកតាមិននៅបងនាំអីនាំប្អូនអីលេងអីឲ្យសប្បាយទៅណាបងកៀង ប្រឯងទៀតបងមិនមែនជាចៅលោកតានោះប្រហែលជាណ៎ បងកៀងបងឯងចង់វាខ្ញុំទៀតអីចាំមើលលោកតាមកខ្ញុំប្រាប់លោកតាហើយ ណែបូតុំកន់ធៀបប្អូនឲ្យបងលេស្រឡាញ់ប្អូនឯងស្ទើរលេបហើយបងមិនស្អប់ប្អូនឯងទេបងនិយាយលេងមិនឆាប់ខឹងម៉ែ បងស្រឡាញ់ប្អូនបងជិះនឹងឲ្យប្អូនស្ដាប់ទៅ អូណែឲ្យច្រៀងទៀតហើយច្រៀងក៏ច្រៀងដែរអូនប្អូនឯងសុបាយ ចា អូ បងកៀងរកបានស្អាតមែន បងឡំសោះ សំណា ពេលម្សិលមិញឃើញអាសម្បល់ខ្មៅត្រូវប្រេងត្រូវម្សៅប្រែជាសងពេលម្សិលមិញឃើញសម្បល់ខ្មៅត្រូវប្រេងត្រូវម្សៅប្រែជាសចុះម្នាងបាក់អីមកជុំអកលកល្អអីអាកលល្អម្លែងអើ បងកៀងជិះបានព្រោះមែន ល្អទាំងដៃល្អទាំងជើងកន្ទុយពើតពើងល្អត្រឹមចង្កេង ទៅស្អីទេបងកៀង ល្អទាំងដៃល្អទាំងជើងកន្ទុយពើតពើងល្អត្រឹមមកចង្កេងកូនចៅឲ្យលោកណាអីល្អម្លែងឃើញភ្លាមមកស្ទើរប្រេងកណងអូរ៉ា បងកៀងជិះបានព្រោះហើយរកក៏ស្អាតទៀត អាយអៀន ទៅស្អីទេ អូយពីរស្អីទេអូនណែបូតុំកន់ធាប្អូន ចាបង បងជ្រាបឲ្យបងឯងស្ដាប់ហើយឥឡូវបងឯងជ្រាបឲ្យបងស្ដាប់ម្ដងវិញទៅ អូតើជ្រាបបាត់អីទៅបង បាត់អីក៏បានដែរបាត់កុកហើតែអីក៏បានដែរឲ្យតែច្រៀង បងចឹងបងអូនច្រៀងបងឯងរំណា រំទៀតរំក៏រំដែរ ចឹងបងចង់ស្ដាប់ណាបង គុណបបផាต้องត្រៀតត្រកនណាប្រៃចូលក្លិនក្របសាយនាំចិនដាឲ្យសប្បាយ ពីលពីរកមក បានរសាយពីទុំថាក្លិនចំមានសាក្លិនចំនឹងសាចិនដានឹងបានរសាយ ចង់ឃ្លាន អូជ្រាបពីរកណា ចង់នៅមានណែបនិតកាយស្រាវស្រង់រយប់ថ្ងៃមកមានគប់ជាប់និស័យបានបីបំនឹងក្នុងកាយថៃទុករៀនសាមិនអើយតែណារៀនសាមួយជីវិតអើយ អូជ្រាបពីរកមែនជ្រាបពីរកមែន បងកែងជិះតែបញ្ចុះប្អូនពេក អូ ហើយ បងនិយាយការពុតទៅបងអូនជ្រាបបានពីរកមែនហើយ អូបងកៀងបងកៀង ចុះសំលេង យើងធ្វើដំណើរទៅណាហើយបងកៀង តែប៉ុន្តែប្អូន អូ ស្ដា សំ ប់ លេង ទៅ លោកតាមែនអូណែបងអូនបូតុំកន់ធាបងអូនធ្វើដំណើរចូលទៅខាងកណ្ដុងបែបប្រការណាល្អនោះយកមកឲ្យតាសទ្ធិលីកាអូនតាបងទៅជប់តាបន្តិច បងធ្វើដំណើរទៅជប់តាបន្តិចអូចាំមើលផ្លែអូលោកតាកណ្ដាលទៅដល់ បងកៀងកណ្ដាលទៅដល់លោកតាបងកៀង កណ្ដាលទៅដល់លោកតាអត់ទៅ បងកៀងជុំមិនបងឯងដល់មកអុកខ្ញុំអញ្ចឹង យេបងអូនឯង បងឯងដល់មិនមើ ប ល ងស្មានទៅលោកតាហើយបងអូនមកក្រកបងធ្វើអីដែរ ណែពីព្រឹកដល់លើបងឯងធ្វើដំណើរទៅណាបានជាមិនព្រមបង្ហាត់បង្រៀនវិជ្ជាគុណដល់ខ្ញុំអញ្ចឹង ណែសូរិយងបងអូនលោកតាថាបងអូនឯងនេះចេះសពវិជ្ជាទាំងអស់មានគុណដាវគុណដំបងចេះគ្រប់សពចេះជាអាក្រាំងទៅណា
ណែមិនបាច់ទេមិនបាច់រៀនទៀតទេ មិនបាច់រៀនតែខ្ញុំចង់រំលឹកឡើងមកវិញណាបង បងថាមិនបាច់រំលឹកទេអាយសូរិយងប្អូន ជាយ៉ាងម៉េចបងខៀន ដូចជាមិនស្រួលខ្លួនយ៉ាងម៉េចទៅពីព្រឹកមិញបងត្រង់ឲ្យបន្លែស្រស់ច្រឡុកនឹងកូនម៉ែឯលោកវាស្ទើរតែចេញស្ទើរតែចូលឲ្យលោកបងទៅខាងកណ្ដុងនោះរុំដោះសេចក្តីទុកបន្តិចបងមួយត្រឡប់ជួបប្អូនឯងវិញអូមិនបានទេអូយបងទៅបងខៀន បងខៀន ម៉ែ បងខៀននៅនេះ តើលោកជាអ្នកណាធ្វើខុសការរបស់ខ្ញុំអស់ហើយ ណែនាងបាច់ការរបស់នាងនេះខ្ញុំរើសជូនទៅនាងវិញនាងទទួលយកទៅ ទេបាច់ការរបស់ខ្ញុំខូចអស់ហើយខ្ញុំចាលោកមកទីនេះមានកិច្ចការដែរ ខ្ញុំមកទីនេះដើម្បីស្វែងរកបងខៀនណានាង យីមនុស្សស្អីគ្មានច្បាប់ទម្លាប់សោះបើចង់មករកអ្នកណាមិនដេចមិនប្រាប់គេមុនអំបញ្ញមិញប្រហែលលប់មើលគេឃើញអស់ហើយតែមែនទេនាងខ្ញុំមកទីនេះដើម្បីរកបងខៀនហើយក៏ចែកដនជួបនាងទេតើខ្ញុំគ្មានបំណងមកលួចក្លបមើលនាងទេណែនាងខ្ញុំមករស់នៅជាមួយនឹងលោកតាព្រះមនីអេសីនេះយូរខែយូរឆ្នាំទៅហើយមិនដែលបានជួបនាងបានជួបផ្ទាល់តែម្ដងហាក់ដូចជាមាននិស្ស័យនឹងនាងណាខ្ញុំគិតថាសូមនាងរកអានធ្វើជាបងប្អូនតើបានឬទេធ្វើជាបងប្អូន ត្រូវហើយធ្វើជាបងប្អូនមិនដេចនឹងកាត់តើបើយើងមិនដែលស្គាល់គ្នាសោះនឹងតែនិយាយតាមត្រង់ទៅខ្ញុំហាក់ដូចជាមាននិស្ស័យនឹងបងឯងណាស់ដែរមាននិស្ស័យនឹងខ្ញុំដែរចាបងនៅស្រុកទេណាដែរហើយមានឈ្មោះអ្វីទៅបងនាងអើយមិនលាក់បាំងនឹងនាងទីស្រុកទេខ្ញុំនៅឆ្ងាយណាស់ខ្ញុំគឺជាកូនកសិករក្រីក្រកំសត់ទូរគតឈ្មោះខ្ញុំមាននាមថាសូរយងណានាងសូរយងត្រូវហើយចំណែកនាងវិញមាននាមខ្លាំងណាស់ចំណែកខ្ញុំវិញឈ្មោះបតុមកន្ធាឈ្មោះទាំងពីរនេះពិតជាស័ក្តិសមគ្នាណាស់ទេណានាងអើយមិនស័ក្តិសមទេហេតុអីមិនស័ក្តិសមនោះពីព្រោះថាខ្ញុំគឺជាកូនកសិករក្រីក្រកំសត់ទូរគតប្រៀបបានដូចជាសត្វចន្លេងដីឯនាងវិញជាកូនអ្នកមានដកពងខ្ពស់ប្រៀបបានដូចព្រះច័ន្ទរះលើវេហាម្ល៉េះហើយជើងទាំងពីរមិនស័ក្តិសមនឹងគ្នាទេណានាងបើបងចង់ប្រៀបខ្ញុំដូចជាព្រះច័ន្ទក៏ប្រៀបទៅចុះតែចង់ចាំថាព្រះច័ន្ទនឹងអាចជាប្រាជ្ញមកឲ្យសត្វចន្លេងបានដែរណាតែខ្លាចផងដូចបំណងនោះណានាងបានណាបងមេឃអើយមេឃពុំសែនឆ្ងាយអើយសាឆ្ងាយអិនក៏ណាស់នេះបីដូចដួងចានឆ្ងាយពីមុខបីដូចដួងចានឆ្ងាយពីមុខបីដូចពុំនេះឆ្ងាយពីតាមហើយទុំកន្ធាអូនទុំកន្ធាអូនឆ្ងាយណាស់ជាមួយគ្នាក្នុងដួងចន្ទ្រាអន្តរាយចន្ទឡាយចាំជាសាស្ត្រីខ្លីចំឡើយចាំជាសាស្ត្រី
ទុំកូនទៀតលោកតាមកដល់ហើយលោកតាមកដល់ហើយ លោកតានេះមកដល់ហើយ លលោកយីឈ្មោះវាបលហៅគ្នាលោកតាបាយ ចាលោក បាយកូនលោកតា មូលយ៉ាងបិចនេះ អូលោកតាអាលលោកញីនោះវាចង់ក្រញិចអាលលោកឈ្មោះ ចប់សម្និចយ៉ាងបិច អូមិនមែនទេអាលលោកឈ្មោះវាចង់ក្រញិចអាលលោកញីអូលោកតាមិនដឹងតែរឿងក្មេងស្នេហាក្មេងវិញលោកតាមិនដឹងតែលោកតាចាស់ហើយ អញដល់ហួសពីទឹកទៅទឹកទៀត អូលោកតាទុកអោយក្មេងដោះស្រាយលោកតា ចៅសូមក្រាបថ្វាយបង្គំលោកតា មិនអីទេចៅ ជួយបងប្អូន អូមើលចា កណាលោកតា ចូលទៅក្នុងអាស្រមនេះយកដំបងពេជ្រមកឲ្យតាលៀបមក អូកណាចាំមួយផ្លែលោកតា អូណែចៅតាំងពី ក៏ណាលោកតា រឿងរ៉ាវកន្លងនោះតាបានស្ដាប់ដឹងឮអស់ហើយតែតាមិនថាអីទេណាព្រោះចៅតាំងពីនេះមានឧបនិស្ស័យជាមួយនឹងគ្នាតាំងពីជាតិមិនមកម្លេះទើបជាតិនេះបានជួបគ្នាដោយចៃដន្យណាចៅ អូលោកតាអត់ណែកុំតិចមលូស្លាលោកតា អីស្អី កុំតិចមលូស្លា អញអុយឯងទៅយកដំបងពេជ្រអីមកទៅយកការកំតិចមកលូស្លាអីណានេះអានេះបែបថ្លង់ទៅដឹង អូលោកតាកណាមិនថ្លង់ទេប៉ុន្តែកណាស្ដាប់មិនលឺ ត្រូវហើយ អូលោកតាកណាកំ ភ្លែងលេងជាមួយលោកតានេះលោកតាដែរដំបងពេជ្រលោកតា បលយោ អីលោកតាលោកតាកណាធ្វើលេងលោកតា ប្រកាយដូចជាតាមមកជាគាត់អានេះ កណាធ្វើលេងលោកតា ណែចៅតាំងពីចៅស្រី ក៏ណាលោកតា គាត់ជាចៅជាយូរខែថ្ងៃណាមកឃើញណានៅជាមួយនឹងតានេះឥឡូវនេះតាចៅនៅចិត្តនឹងធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញហើយបណ្ឌិតត្រូវចងចាំបណ្ដាំតាអុយមែនតែនណែចាប់ត្រឹមពេលនេះតទៅចៅឯងត្រូវធ្វើខ្លួនជាមនុស្សប្រុសហើយធ្វើជាកថ្លង់ទៀតផងណាចៅណា មែនហើយមែន ដល់បានទេ ក៏ណាលោកតា ដូច្នេះណែចៅត្រូវតែស្ដាប់តាមបណ្ដាំតាឲ្យច្បាស់ហើយចំណែកចៅប្រុសវិញចៅសូរិយងវិញណាចៅតានឹងប្រទៀនដំបងពេជ្រនេះឲ្យចៅសម្រាប់ការពារខ្លួនពេលដែលមានគ្រោះអាសន្នម្ដងស្ដាប់បានទេ ក៏ណាលោកតា ធ្វើដំណើរទៅដូច្នេះចៅទាំងពីរណែអង្គុយចុះទៅលើកដៃប្រណម្យឡើងតាមប្រសិទ្ធភាពបលីពោឲ្យចៅទាំងពីរ ក៏ណាលោកតា សាធុថ្ងៃនេះថ្ងៃជាពលាល្អថ្ងៃជាវេលាក៏តាមបានសន្មតថារៀបអាពាហ៍ពិពាហ៍ឲ្យចៅទាំងពីរនេះបានជួបគ្នាជាគូស្វាមីភរិយាប្រកបទៅដោយសេចក្តីសុខសេចក្តីចម្រើនបណ្ដាក៏សូមជូនពរឲ្យចៅប្រុសធ្វើដំណើរទៅឲ្យបានសេចក្តីសុខថាត្រូវពីមុខជុំឲ្យរំលងថាត្រូវពីឡងអាប់មុខបរាជ័យជួបតែសេរីផាន់សុខជួបប្រពៃប្រកបជោគជ័យតរៀងទៅហងណាចៅណា មើលអាកូនយើងធ្វើដំណើរឆ្ពោះទៅព្រៃខាងមុខទៀតណាប្រញាប់ទៅអាកូនយើងមកដល់ព្រៃជ្រៅនេះទៅហើយមើលទៅឯងហាក់ដូចជាហេវហត់អស់កម្លាំងណាស់ទៅហើយបើអញ្ចឹងណាឯងសម្រាប់នៅទីនេះបណ្ដោះអសន្នសិនទៅចុះចាំតម្រង់ពេលណាមានកម្លាំងយើងនឹងធ្វើដំណើរឆ្ពោះទៅព្រៃខាងមុខទៀតណាឯងគេទៅយើងនឹងរៀបរាប់ទស្សនវិជ្ជានៅទីនេះឲ្យឯងបានស្ដាប់មើលចុះព្រៃភ្នំក្រំថ្មច្រោះច្រឡងបងអូបាក់សាបាក់សៃស្រែកធ្ងន់ធ្ងរប្រៀបដូចតន្ត្រីប្រគំកំដរដំណើររបស់យើងអញ្ចឹងណាអាកូនស្
យំល្វើយល្វើយខខ្នងខ្ញុំរួចយំល្វើយល្វើយបាំងស្អីយំឆ្លើយស្រនំអាឡ័យទឹកជ្រងធ្វើឆ្ងល់ជ្រោះហូរតដីខ្យល់មកជួយឆ្ងល់ជ្រោះហូរតដីវេហាធៀវជ័យបាំងស្អីខ្ញុំញ៉ាអាកូនឯងគេងលងលុកទៅហើយណាហើយឯងគេងទៅចុះពេលណាដែលភ្ញាក់ឡើងមានកម្លាំងយើងនឹងធ្វើដំណើរទៅមុខទៀតសូរិយាប្អូនអើយអស់រយៈកាលច្រើនខែច្រើនឆ្នាំកន្លងទៅហើយដែលយើងព្រាត់ប្រាសពីគ្នាមិនដឹងតើពេលនេះអូនសត្វព្រាត់ទៅទីណាទេបងមានការនឹករលឹកដល់ប្អូនខ្លាំងណាស់សូរិយាប្អូនអើយអើយអានអូលឿនអូចាំមកផងអើយអើយចាំផងខ្លានេះខុសអើយលឿនអើយខ្លាមានខ្លាំងជួយខ្លាំងខុសប្រពចាំខ្លួនរបស់គេខុសជួយផងអាយុខ្លាជួយផងអើយអាមិនគេទុកបាត់ហើយទុកបាត់ហើយអើទៅខ្លាទៅរត់ទៅបាត់ហើយខ្លាទៅមែនហ្នឹងហើយអើយក្លេអូបែកក្លេទេអីចូលវានិយាយស្អីរបូតស្បែកជើងទេខ្លាដេញណាខ្លាដេញរត់ដល់របូតស្បែកជើងហ្នឹងហើយស្អីអីយើងអល់លើបន្ថែមលួចស្បែកជើងស្វាអត់ទេអានេះថាមិនទេណែបងតាពីអាខ្លាកំណាចនោះវារត់ចូលទៅព្រៃជ្រៅបាត់ទៅហើយអូអរគុណច្រើនប្រុសកាមួយមិនមិនស្អីវាមិននិយាយមិនចឹងនិយាយមើលអានេះណែវានេះត្រូវជាប្អូនរបស់ខ្ញុំគ្នាខទេណាអូខទៅតាហើយចក្រមិនមានភ្នែកឲ្យដោះសក់ដូចយើងដែរវិញអីក្របែបវាយឈឺស្អាតតែហ្នឹងក្រអូមែនអាលេណែបងទាំងពីរចុះយ៉ាងតើបងទាំងពីរធ្វើដំណើរទៅណាមកណាបានជាត្រូវអាសត្វខ្លានោះវាតាមប្រកបដេញមកដល់ទីនេះអញ្ចឹងប្រាប់ត្រង់តាប្រាប់ណែអូនប្រុសមិនលាក់បងប្អូនទេតែពួកបងហ្នឹងដើរប៉ោតគោបាក់ខ្មោះរកអ្នកក្លាហានរកប្រមាណថ្ងៃរកមិនបានសោះមកចូលព្រៃជួបបានខ្លាអូវានឹងអស់ជីវិតដោយសារខ្លាពុំលបានបងឯងជួយអរគុណច្រើនដែរហើយបងឯងចែកខ្លានេះមានតែបងមានអីដេញខ្លារត់ព្រៃទៅបងតែចែកខ្លាដែរអូនមិនលាក់បាំងនឹងបងទាំងពីរទេខ្ញុំចេះវិជាខ្លះដែរអូបាទខ្លះចេះច្រើនណាហើយដំបងពេជ្រនេះលោកតាព្រះមនីអេសីបានប្រទានឲ្យខ្ញុំសម្រាប់ការពារខ្លួនណាអូចឹងអាយុចឹងតាណែមិនលាក់បាំងអីទេបងអូនពួកបងជាសេនាស្ដេចហ្នឹងហើយព្រះអង្គឲ្យពួកបងហ្នឹងហើយព្រះអង្គឲ្យពួកបងដល់ស្វែងរកអ្នកក្លាហានចែកដនអីមកទីនេះជាប់បងអូនឯងឥឡូវបងអូនឯងធ្វើអ្នកក្លាហានទៅបានទេអ្នកក្លាហានព្រមខ្ញុំធ្វើជាអ្នកក្លាហានហ្នឹងហើយជួបបងទាំងពីរឲ្យខ្ញុំធ្វើអីទៅស្រួលទេគឺថាបងអូនឯងទៅប្រយុទ្ធតតាំងជាមួយអាខ្នំទេមែនទេអា
កំហែងភ្នំ អូច្រឡំកំហែងភ្នំ ខ្លួនឯងទៅប្រយុទ្ធឈ្នះមួយនោះទៅថាប្រងមានរង្វាន់ជាទីកប់ចិត្តរបស់តែព្រមទេព្រមទៅជាមួយបង លឺថាវាកាយសាហាវណា អូអានេះឈ្មោះដែរ យ៉ាងម៉េចអាកោបងអូន អីទៀតហើយថាមិនដឹងទេមិន តង អេអញមិនដឹងទេនោះនិយាយទៅអាមួយនោះមិនដឹងណែបងតាពីអាកោបងអូនខ្ញុំវាចង់ទៅប្រយុទ្ធជាមួយនឹងអាស្អីគេមិញអា កំហែងភ្នំ កំហែងភ្នំបាទបងអូនខ្ញុំវាចង់ទៅប្រយុទ្ធតតាំងជាមួយនឹងអាកំហែងភ្នំនោះដែរណា អើយគ្រូចឹងបាច់ទៅទេ ណាអាក អីទៅ ឯងនិយាយមិនបានស្ដាប់មិនលឺ ចឹង ចង់ទូໄວអាកំហែងភ្នំស្អីហ្នឹងភ្លើមែនចាជួយមិនបានទេរៀងចឹងចង់ໄວអាកំហែងភ្នំទេអូពូកែមែនអរគាត់ពូកែណា អូចឹងទៅបានទៅបាន នឹងទៅបាន បាយ សូមប្រាប់បងតាពីឲ្យបានដឹងច្បាស់ទៅគឺថាអាកោបងអូនខ្ញុំនេះវាចេះវិជាគុណខ្លះដែរបង អូហៅចេះជាគុណដែរ ໄວហើយໄວមួយដៃមិនស្ងន់ដែរណា ណែបងតាពីបើអញ្ចឹងខ្ញុំនឹងបងអូនខ្ញុំសម្រេចចិត្តថាធ្វើដំណើរទៅតាមបងដើម្បីប្រយុទ្ធជាមួយនឹងអាកំហែងភ្នំនោះណា អូបានញ៉ាំដំណើរទៅតាមញ៉ាំអូតែបើចឹងធ្វើដំណើរទៅតាមបងអូជួលវែងជាមួយបងតែញ៉ាំធ្វើដំណើរទៅបងអូទៅអាបានអ្នកខ្លះហើយ សូរិយាខ្ញុំសិនសប្បាយចិត្តណាស់5ឆ្នាំកន្លងហើយបានមកសិក្សាសិស្សវិជ្ជាអំពីគ្រូអាចារ្យទីសាមមកបានសម្រេចជោគជ័យហើយសូរិយាសិនសប្បាយចិត្តណាស់រៀនសូត្រតែចប់មេយ៉ាសូត្រវិជ្ជាឯតាពីគ្រូអាចារ្យយ៉ាទីសាមមកយ៉ារៀនសូត្រតែចប់យ៉ាសូត្រវិជ្ជាឯតាពីគ្រូអាចារ្យទីសាយបាមកលើភ្នំមេបរបត់នៃច្រាត់ខែឆ្នាំមកដើម្បីស្វែងរកពីជាទាំងហាឡាយមែនហើយ5ឆ្នាំកន្លងហើយដែលខ្ញុំត្រូវប្រត់ប្រាស់ពីម្ចាស់បងសូរិយងតែថ្មីនេះខ្ញុំបានលើដំណឹងថាម្ចាស់បងសូរិយងកំពុងតែរស់នៅក្នុងព្រះរាជដំណាក់អន្តរបុរីមែនខ្ញុំត្រូវតែធ្វើដំណើរសម្ដៅចូលទៅក្នុងព្រះរាជដំណាក់អន្តរបុរីដើម្បីស៊ើបសួរដំណឹងនេះមើលបញ្ចឹងសូរិយាខ្ញុំធ្វើដំណើរទៅប្រញាប់ហើយចិត្តមួយសប្តាហ៍កន្លងទៅហើយដែលយើងឲ្យសេនាធររកអ្នកក្លាហានបានឬមិនបានឯដំណឹងក៏ស្ងាត់ឈឹងតែម្ដងយើងសែនអើយបារម្ភយ៉ាមិនដឹងយ៉ាងណាប្រាអើយសេនាយ៉ារកអ្នកក្លាហានណាយើងសែនបារម្ភយ៉ាមិនដឹងយ៉ាងណាប្រាអើយសេនាយ៉ារកអ្នកក្លាហានយ៉ា
គ្នាដែរតែមិនបានខ្លាំងក្រែងលូតតាំងមិនឆ្នាំនេះឈ្មោះកំហែងភ្នំលឺល្បីកតោទីណាពេលវេលាក៏កាន់តែមកដល់មើលមហេសីចិត្តមួយសប្តាហ៍កន្លងមកហើយពួកសេនាទៅរកអ្នកក្លាហានមិនទាន់ឃើញត្រឡប់មកទៀតយើងមានក្តីបារម្ភខ្លាំងណាស់ ព្រះស្វាមីសូមព្រះអង្គកុំអារម្មណ៍បតតីពេកខ្លាចព្រះអង្គទ្រពប្រជញ្ញណាព្រះស្វាមី យើងនៅឆ្វេងទៅមហេសី ក្រាបបង្គំទូលព្រះអង្គទូលបង្គំរកបានអ្នកក្លានមកហើយក្រាបទូល ចាគេនៅឯណាទៅសេនា គេរងចាំនៅខាងក្រៅតែត្រី ប្រញាប់ឲ្យគេចូលមកណា សូមទទួលតាមវិជាក្រាប យើងមានសង្ឃឹមហើយមហេសី ព្រះស្វាមី ទូព្រះបង្គំសូមក្រាបថ្វាយបង្គំព្រះករណាជាម្ចាស់និងម្ចាស់ស្ត្រីក្រាបទូល ប្រសើរណាស់អ្នកក្លាហានក្រោកឡើងទៅណា អរប្រគុណព្រះអង្គ រួចចំណាក់នោះជានរណាទៅ ក្រាបទូលព្រះអង្គវានេះត្រូវជាប្អូនរបស់ទូព្រះបង្គំគ្នាខទេក្រាបទូល មើលអ្នកក្លាហាន ប្រការណាថ្លៃពិសេស តើអ្នកក្លាហានអាចយកឈ្នះលើអាកំហែងភ្នំបានដែរឬទេ ទូព្រះបង្គំជាខ្ញុំនឹងខិតខំយកអស់ពីកម្លាំងកាយចិត្តសូមព្រះអង្គទុកចិត្តលើទូព្រះបង្គំមកចុះ យើងសង្ឃឹមលើអ្នកហើយណា មើលបងវាសម្រុកចូល វាបានធ្វើដំណើរមកដល់ហេតុដូច្នេះចូលអ្នកតបតល់ជាមួយនឹងវាចុះណាមហេសី សូមព្រះអង្គយើងរកកម្លាំងសិនចុះ វាសម្រុកចូលវាសម្រុកចូល ដល់ពេលប្រយុទ្ធហើយតើអ្នកណាជាគូប្រយុទ្ធនឹងយើងវានៅទីណាវានៅទីណា គឺយើងនេះហើយតែជាគូប្រយុទ្ធជាមួយនឹងឯងមិនបាច់សួររកទេមើលពួកយើងបានយើងកំពុងប្រយុទ្ធ យើងនេះហើយជាសូរិយងដែលជាគូប្រកួតជាមួយនឹងឯង គឺអាសូរិយឯងមិនតន់ងប់ទេឬ មិនងាយមកដូចជាឯងស្មាននោះឡើយ ណែវើយអាសូរិយងឯងគង់បានដឹងបន្តិចទៀតនឹងដឹងខ្លួនហើយណាគឺថ្ងៃនេះហើយជាថ្ងៃអន្សាឯងអង្គសង្ខាមរណាមិនខានអើយខ្សែមិនខាន ស្លាប់គឺរួងយើងខ្វល់ប្រយុទ្ធតតល់ពួកចោជាធានអត្រីដោយក្តីក្លាហានមិនស្ដាយប្រានឡើយដោយក្តីក្លាហានមិនស្ដាយប្រានឡើយយើងស្ដាយឡើយហើយស្ដាយឡើយ ឯងលើកមកកែតិចទេ យើងបានជោគជ័យហើយយើងបានជោគជ័យហើយអស់លោកតគ្នាយើងបានជោគជ័យហើយ យើងបានជោគជ័យហើយ ក្រាបទូលព្រះអង្គ យើងសូមថ្លែងអំណរអរគុណដល់អ្នកក្លាហានច្រើនណាស់ ព្រះអង្គ មើលអស់លោកទាំងអស់គ្នា ប្រការណាថ្លៃពិសេស យើងមិនភ្លេចនៅពាក្យសន្យាឡើយយើងថាបើសិនជានរណាមួយអាចជួយរំដោះប្រទេសជាតិបានយើងនឹងលើករាជសម្បត្តិព្រមទាំងលើករាជបុត្រីពៅទេវីរបស់យើងឲ្យជាមហេសីទៀតផង ហេតុដូច្នេះយើងនឹងសម្រេចប្រតិថាលើករាជសម្បត្តិនិងរាជបុត្រីពៅរបស់យើងជូនទៅលោកសូរិយងជាអ្នកក្លាហានតាមសន្យាណា ក្រាបទូលព្រះអង្គ
ឯណាបុត្រី ប្រពៃតាព្រះស្វាមីយើងសូមប្រកាសថាចាប់ត្រឹមពេលនេះតទៅរាជសម្បត្តិនិងរាជបុត្រីពើទេវីរបស់យើង ជាកាមសិទ្ធិពេញទីរបស់សូរិយងហើយណា ហើយយើងសូមបន្ថែមប្រនាមថាសូរិយងទៅជាសូរិយងកុមារណាអស់លោក សមសាក់សមណាស់ អស់លោកអស់គ្នាចូលរៀបចំកម្មវិធីអភិសេកបុត្រីរបស់យើងក្នុងពេលឆាប់ខាងមុខនេះណា សូមទទួលតាមជំនឿក្រាបទូល ព្រះស្វាមី ព្រះអង្គក្រាបទូលព្រះអង្គ ព្រះអង្គ បងភីលៀងឈប់សិនមេត្តាអាណិតឲ្យខ្ញុំសុំទឹកផឹកបន្តិចទៅខ្ញុំក្រហាយទឹកណាស់ ទេមិនបានទេទឹកនេះសម្រាប់ព្រះអង្គលោកប្រភ័ក្រទេ បងភីលៀងមេត្តាអាណិតឲ្យខ្ញុំសុំទឹកផឹកបន្តិចទៅបើគ្មានទឹកទេខ្ញុំពិតជាដាច់ខ្យល់ស្លាប់មិនខាន បើគ្មានទឹកទេគេពិតជាដាច់ខ្យល់ហើយធ្វើយ៉ាងម៉េចទៅទេអូយទេសំចុះវិញមកព្រះអង្គទឹកនេះសូមព្រះអង្គលោកប្រភ័ក្រចុះ អូយហាត់អីក៏អូយទេហាត់អីក៏ទឹកក្នុងបតលនេះអូយយើងលុបពុតចាក់ដូចជាចុកចាប់ណាស់ហាត់អីទឹកនេះអូយតើមានអ្នកណានៅទីនេះទេជួយខ្ញុំផងអូយចុកចាប់ណាស់អូយចុកចាប់ណាស់ទេវតាលោកអើយអូយចុកចាប់ណាស់ព្រះអង្គខ្ញុំមិនយ៉ាងយ៉ាងណាព្រះអង្គសូរិយងព្រះអង្គកាត់ខ្លួនតាមវិញមកព្រះអង្គសូរិយង មានរឿងអី បីណាអញមិនព្រះអង្គបានយកតែទឹកនេះយកទៅលោកប្រភេទហើយព្រះអង្គបានសន្លងបាត់ស្មារតីទៅហើយព្រះបិតា
ពិតប្រកបមែនហើយនេះប្រហែលជាថ្នាំពុលហើយនៅក្នុងរាជកំណាត់នេះមានតែអកលនឹងភីលៀងទេដែលឆ្នះចេញចូលបានពីដឹងមើលស្នាក់ប្រកាសណាថ្លៃសោះទៅហៅអកលនឹងភីលៀងមកកាន់ទេនេះជាបន្តណា សូមទទួលប្រវិជ្ជាក្រាបទូល អង្គសូរិយ អើនេះគួយចុះ យើងអោយហៅអកលម្ដេចក៏ទៅហៅអាណាទៅវិញ ក្រាបទូលព្រះអង្គវានេះជាអាកោហើយ អូ អាកលឯងហ៊ានបន្លប់ផ្នែកយើងផងម្ដងឯងធ្វើជាស្រីម្ដងឯងធ្វើជាប្រុសរឿងនេះមិនបាច់សួរចម្លើយភីលៀងទេប្រហែលជាវានេះហើយជាអ្នកដាក់ថ្នាំអំពុលហើយ អាកោឯងមានសម្រាប់ព្រះអង្គសូរិយមកុមារទេ ទេខ្ញុំមិនបានសម្លាប់ទៅលោកខ្ញុំមិន ក្រាបទូលព្រះអង្គវានេះមិនមែនផលទេវាចេះនិយាយព្រះអង្គ អូការពិតឯងមិនមែនជាកោទេឯងនេះក្រលិចណាស់មើលស្នាក់បការណាថ្លៃសេះវាខ្លាំងទៅ តែព្រះអង្គខ្ញុំមិនបានសម្លាប់ព្រះអង្គសូរិយទេខ្ញុំស្រឡាញ់ព្រះអង្គសូរិយស្មើនឹងជីវិតហើយតែខ្ញុំទៅសម្លាប់ព្រះអង្គនោះព្រះអង្គសូមព្រះអង្គពិចារណាឡើងវិញផងសូមព្រះអង្គពិចារណាឡើងវិញផង ក្រាបទូលព្រះអង្គវានេះមិនព្រមសារភាពប្រហែលជាវាមិនមែនជាទាំងអស់ទេក្រាបទូល មែនតែយើងនៅសង្ស័យអាម្នាក់ទៀតណា ចុះអាណាទៅក្រាបទូល គឺអកំឯងភ្លុកមើលស្នាក់បការណាថ្លៃសេះនាំវាមកកាន់ទីនេះជាបន្ត សូមទទួលប្រវិជ្ជាក្រាបទូល អីមកយីចុះ អកំឯងភ្លុកឯងឆ្លើយឲ្យត្រង់បើឯងឆ្លើយត្រង់យើងនឹងសម្រាលទុកឲ្យតើឯងមានដាក់ថ្នាំអំពុលសម្រាប់អ្នកក្លាហានរបស់យើងទេ ទេទូលបង្គំមិនដឹងទេព្រះអង្គ បើឯងមិនសម្រាប់ចុះអាណាសម្រាប់ អ្នកណាសម្លាប់ខ្ញុំមិនដឹងចំណែកខ្ញុំមិនសម្លាប់ ឯងឯងកុហក មែនណា យីមួយណែអាកំហែងភ្នំអាយ៉ាចិត្តធំរឹងស្យាឯងហ៊ានប្រហានាងក្លាហានយើងណែអាកំហែងភ្នំអាយ៉ាចិត្តធំរឹងស្យាឯងហ៊ានប្រហានាងក្លាហានយើងបើឯងចង់សុខណាសារភាពឆាប់ឡើងកុំនៅចោចាងតិចយើងប្រហា ព្រះអង្គពិចារណាទៅមើលដៃជើងខ្ញុំជាប់គ្នាខ្នោះហើយឃុំខាំងនៅក្នុងទ្រូងដៃទៀតធ្វើម្ដេចខ្ញុំទៅសម្រាប់គេបានទៅនោះព្រះអង្គចោតនេះដូចជាហួសហេតុពេកហើយអយុត្តិធម៌ណាអយុត្តិធម៌ណា ឯងញាតឈ្មោះព្រះអង្គចោលប្របាក់ផងអាប្រហិត នេះជាស្អី មិនហើយ ក្រាបទូលព្រះអង្គនេះគៀកញ្ចក់ឆ្នាំពុលហើយ ប្រហែលជាបង្វិចថ្នាំអំពុលហើយគឺឈ្នះថ្នាំអំពុលហើយ ព្រះបិតាក្នុងផ្ទៃទឹកនេះពិតជាមានថ្នាំពុលហើយណាព្រះបិតាបងពលាក្រាបទូលព្រះនាងព្រឹកមិញអ្នកណាយកទៅទឹកនេះយកទៅថ្វាយព្រះអង្គក្រាបទូលបង្គំ
ជាឃាតករមែនទេ ទេ ក្រាបទូលព្រះអង្គពីព្រឹកមិញគឺវានេះបានចប់ដល់ទឹកពីដៃទូលបង្គំហើយបានដាក់ថ្នាំពុលចូលដល់ទឹកនេះក្រាបទូលគឺលោកឯងគឺជាឃាតករគឺលោកឯងគឺជាឃាតករគឺលោកឯងគឺជាឃាតករ មើលអស់លោកតោះគ្នាប្រកាសថ្លៃសិនយើងរកមុខឃាតករឃើញហើយវានេះហើយជាអក្រិតជនឈ្មោះកំហែងភ្នំដើរប្រព្រឹត្តអំពើបាបកម្មត្រូវទទួលទោសតែយើងជាស្ដេចប្រកបទៅដោយទោសពិតរាជធម៌យើងនឹងលើកលែងទោសឲ្យប៉ុន្តែត្រូវបណ្ដេញវាចេញពីព្រះនគរណាតែយើងសូមផ្ដាំថាឯងត្រូវតែរៀនសូត្រកែប្រែចិត្តគំនិតប្រព្រឹត្តអំពើល្អស្ដាប់បានដែរទេ ទូលបង្គំសូមអរព្រគុណព្រះអង្គក្រាបទូល មើលសិនប្រកាសថ្លៃសិននាំទៅលៀន សូមទទួលប្រដូចជាក្រាបទូល ក្រាបថ្វាយបង្គំព្រះអង្គមានមនុស្សណាចង់ជួបព្រះអង្គក្រាបទូលហើយគេបានឆ្លើយថាគេជាគ្រូពេទ្យក្រាបទូល ព្រះសូមមក ប្រញាប់ឲ្យគេចូលមកណា ប្រកាសរណាថ្លៃផ្សេង ទូលព្រះបង្គំសូមក្រាបថ្វាយបង្គំប្រកាសណាជាម្ចាស់និងម្ចាស់ស្ត្រីក្រាបទូល ល្អហើយលោកក្រកឡើងទៅណា ប្រកាសណាថ្លៃសេះ លោកជាគ្រូពេទ្យតែមែនទេ ប្រកាសណាថ្លៃសេះទូលព្រះបង្គំជាគ្រូពេទ្យហើយទូលព្រះបង្គំបានលើកថានៅក្នុងព្រះបរមរាជវាំងមានមន្ត្រីមួយរូបទ្រង់មានជំងឺឈឺយ៉ាងធ្ងន់ទើបទូលព្រះបង្គំធ្វើដំណើរសម្ដៅចូលមកក្រែងទូលព្រះបង្គំអាចជួយសង្គ្រោះបានណាក្រាបទូល ចាលោកចេះបានវិជាស្អីខ្លះទៅលោក ក្រាបទូលម្ចាស់ស្ត្រីទូលព្រះបង្គំចេះនៅវិជាមួយមុខកត់គឺវិជាសង្គ្រោះមនុស្សក្រាបទូល ព្រះសូមមកអញ្ចឹងប្រសើរហើយ ល្អហើយមើលគ្រូពេទ្យ ព្រះករណាថ្លៃសេះ ចូលលោកជួយព្យាបាលផងកាលណាបានសម្រេចយើងនឹងជូនរង្វាន់ជាទីកប់ចិត្តណា ព្រះករណាថ្លៃសេះទុកទូលព្រះបង្គំចូលទៅពិនិត្យសិនក្រាបទូល ម្ចាស់បងសុរិយងចាបងក្រាបទូលព្រះអង្គជិបចូលនៅលុតនោះទេទូលព្រះបង្គំអាចជាបាលបានប៉ុន្តែសូមព្រះអង្គព្រះរាជទានទោសឲ្យទូលព្រះបង្គំផងទូលព្រះបង្គំត្រូវការតែស្ងៀមស្ងាត់នៅទីនេះទើបទូលព្រះបង្គំអាចជាបាលបានណាក្រាបទូល មិនធ្វើទេលោកមើលអស់លោកទាំងអស់គ្នា ប្រកាសរណាថ្លៃផ្សេង រកទីកន្លែងសម្រាប់សិនចុះណា សូមទទួលតាមជាក្រាបទូល មើលលោកគ្រូពេទ្យ ព្រះករណាថ្លៃពិសេស យើងប្រកល់ទីនេះឲ្យលោកហើយចូលលោកតាមសម្រួលចុះណា សូមទទួលព្រះរាជបញ្ជាព្រះអង្គក្រាបទូល សុរិយងសូមចាប់បងតាំងសម្បត្តិដីឡើងនេះគឺឆ្នាំសូមចាប់បងលេបទៅចាប់បងសុរិយងសូមចាប់បងតាំងសម្បត្តិដីឡើងសូមចាប់បងញាក់រលឹកបងចាប់បងញាក់រលឹកឡើងយី
លែកជាងហាក់ដូចជាបានជាសះស្បើយហើយអំបញ្ញមិញនេះយើងឮសូរដូចជាសំឡេងសូរិយាប្អូនយើងបានដាស់តឿនឲ្យខ្ញុំញាក់រលឹកឡើងតើគេនៅឯណាចេះសូរិយាប្អូនព្រះអង្គសូរិយាព្រះអង្គដឹកខ្លួនឡើងវិញហើយ ត្រូវហើយព្រះអង្គសូរិយា យើងដឹកខ្លួនឡើងយ៉ាបង ខ្ញុំមិនចេះត្រេកអរណាស់ យ៉ាបងសូរិយា គឺជាសូរិយាឯបង សូរិយាប្អូន សូរិយា សូរិយាប្អូន សូរិយាបងទៅជួបចាស់បងហើយ សូរិយាអូនបងសប្បាយសូរិយាប្រកាសណាស់ពិតជាសូរិយាប្អូនរបស់បងហើយ ដូចឆ្លោះហើយយ៉ាបង សូរិយាប្អូនបងសប្បាយចិត្តណាស់សូរិយាប្អូ ប ន ងក៏ចិត្តដែរបងសូរិយា ចាំអ្នកទាំងពីរស្គាល់គ្នាដែរឯង ក្រាបទូលម្ចាស់ស្ត្រីក្រាបទូលព្រះអង្គ ព្រះស្វាមី សូរិយានេះត្រូវជាប្អូនរបស់ទូលព្រះបង្គំក្រាបទូល ពុតដូចឆ្លោះហើយព្រះអង្គ ក្រាបទូលព្រះអង្គថ្ងៃនេះទូលព្រះបង្គំជាខ្ញុំសូមទូលថ្វាយនៅរឿងពិតសូមព្រះអង្គព្រះរាជទានទូលដល់ទូលព្រះបង្គំផងក្រាបទូល មិនធ្វើទេលោកចូលលោកនិយាយមកចុះណា ក្រាបទូលព្រះអង្គមិនលាក់បាំងអីទេតាមពិតនាងបទុមកន្ធានេះត្រូវជាភរិយារបស់ទូលព្រះបង្គំដែលលោកតាព្រះមនីអស័យបានចងដៃកាលនៅក្នុងព្រៃព្រឹក្សាម្លេះហើយម្យ៉ាងវិញទៀតហេតុការណ៍ដែលខ្លែងបន្លំខ្លួនធ្វើជាភេទប្រុសនិងធ្វើជាអាគោនោះគឺធ្វើតាមពាក្យបណ្ដាំរបស់លោកតាព្រះមនីអស័យបើមិនធ្វើដូច្នោះទេនឹងមានគ្រោះថ្នាក់ដល់ស្លាប់ណាព្រះអង្គ ព្រះបិតាពួកឯងណាត់គេទាំងពីរណាព្រះបិតា ពិតប្រកបហើយមើលអស់លោកទាំងអស់គ្នា ប្រកាសរដាតឡាយពិសេស យើងសូមប្រកាសទទួលស្គាល់នាងបទុមកន្ធាជាភរិយារបស់សូរិយងចាប់ត្រឹមពេលនេះតទៅហើយសូមថ្លែងអំណរអរព្រគុណព្រះអង្គដូច្នោះហើយចំណែកសូរិយាបទុមកន្ធា ព្រះករណាតឡៃពិសេស យើងនឹងតែងតាំងជាមហាឧប្រាជ្ញនៅរក្សានគរអន្តរបុរីចាប់ត្រឹមពេលនេះតទៅហើយណា ទូព្រះបង្គំសូមថ្លែងអំណរអគុណព្រះអង្គក្រាបទូល សូរិយាប្អូនបង សូរិយា ថ្ងៃនេះយើងមានប្រតិរីករាយឥតឧបមាដោយព្រះនគររបស់យើងមានអិសរាជនពីររូបដ៏ឆ្នើមគឺសូរិយងនិងសូរិយាត្រូវជាបងប្អូនបង្កើតនឹងគ្នាទៀតផងហើយដើម្បីឲ្យស័ក្តិសមទៅនឹងកិត្តិនាមដ៏ឧត្តមឧត្តមរបស់អ្នកទាំងពីរយើងសូមបន្ថែមព្រះនាមថាសូរិយងកុមារសូរិយាភក្តីណាអស់លោក ពុតជាស័ក្តិសមណាព្រះអង្គជ័យយោសូរិយងកុមារសូរិយាភក្តីជ័យយោជ័យយោជ័យយោ មើលអស់លោកទាំងអស់គ្នា ព្រះករណាតឡៃពិសេស យើងនឹងប្រារព្ធធ្វើបន់3យប់3ថ្ងៃដើម្បីអបអរសាទរនិងអនុញ្ញាតឲ្យប្រជានារីចូលរួមឲ្យបានសប្បាយកកផង សូមទទួលតាមបរិទ្ធបញ្ជាក្រាបទូល អស់លោកទាំងអស់គ្នាចូលរៀបចំកម្មវិធីនេះឲ្យមានភាពអូឡារិកអធិកធមឡើង សូមទទួលតាមបរិទ្ធបញ្ជាក្រាបទូល អ